ជំរាបសួរលោកគ្រូម្ដងទៀតសូមម្ដងទៀតបាទអាចណែនាំខ្លួនបន្តិចបានទេខ្ញុំឈ្មោះលឿរដ្ឋាជាម្ចាស់សាលា Jenny David English Class នៅស្រុកមូលស័យខេត្តបាត់ដំបងនិយាយចំទៅបែកគ្នាយូរហើយតែឥឡូវគាត់ជាគ្រូនៅសាលា Jenny David ហើយនឹងហើយលោកគ្រូក៏ជាគ្រូដ៏ល្បីសម្បើមផងដែរហើយចង់ដឹងថាឆន្ទៈគាត់អីគេបានគាត់បង្កើតសាលា Jenny David ក្នុងគោលបំណងអីហើយសាលាហ្នឹងបង្កើតឡើងនៅក្នុងឆ្នាំណាដើម្បីអីចឹងសូមលោកគ្រូជួយរៀបរាប់អរគុណណាស់នៅសំណួរដ៏ល្អនេះបាទសាលា Jenny David នេះបង្កើតឡើងនៅឆ្នាំ2012ក្នុងគោលបំណងគឺជួយបណ្ដុះបណ្ដាលក្មេងៗនៅតាមជនបទឲ្យមានចំណេះដឹងផ្នែកភាសាអង់គ្លេសបានល្អហើយនឹងអាចជួយជំរុញពួកគាត់ទៅរៀននៅមហាវិទ្យាល័យបានទទួលនិទេសល្អក្នុងការប្រឡងបាក់ឌុបជាក់ស្ដែងប្រហែលឆ្នាំនេះយើងទទួលបានសិស្សនិទេស A ច្រើនបាទតាមរយៈការសិស្សដែលបានចូលរៀននៅទីនេះចឹងគោលបំណងមួយគឺយើងចង់ពង្រឹងសមត្ថភាពផ្នែកភាសាបរទេសភាសាអង់គ្លេសភាសាអង់គ្លេសដើម្បីឲ្យក្មេងៗមានអនាគតល្អនិងមានទុនក្នុងការទៅរៀននៅមហាវិទ្យាល័យនេះជាគោលដៅធំបំផុតរបស់សាលា Jenny David ហើយជួនពោលោកគ្រូជោគជ័យក្នុងអាជីពការងារជាធម្មតាដូចយើងរៀនក្នុងគ្រូសាលណាបើសិនជាយើងជាពេទ្យព្យាបាលមនុស្សម្នាក់ស្លាប់តែម្នាក់ហ្នឹងទេប៉ុន្តែបើនៅក្នុងអប់រំតែខុសមួយគឺស្លាប់ទាំងអស់ទាំងនេះជាក់ស្ដែងចឹងមែនបាទអញ្ចឹងអរគុណច្រើនហើយយើងជួបគ្នាពេលក្រោយ